ក្នុងវីដេអូនេះនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបដូរពីលេខទៅជាអក្សរទាំងលេខគត់និងលេខមានក្បៀសបាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតជាមួយ Simple Tutorial បាទក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីគន្លឹះតូចមួយនៅក្នុងកម្មវិធី Excel បាទគឺរបៀបបដូរពីលេខទៅជាអក្សរបាទហើយតម្រូវការដើម្បីធ្វើលេខទៅជាអក្សរនេះគឺឲ្យមានគឺតម្រូវឲ្យមាន file មួយបាទតែ file នោះខ្ញុំនឹងដាក់នៅក្នុង description ដែលអ្នកទាំងអស់គ្នាអាច download យកទៅប្រើប្រាស់បានបាទអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបាន download file នឹងរួចហើយអ្នកទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំអូខេជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ file បាទបន្ទាប់ពីចូលមកកាន់ file ហើយអ្នកទាំងអស់គ្នាបើកនៅកម្មវិធីបើកចូលកន្លែង option មកបាទបន្ទាប់ពីចូលកន្លែង option អ្នកទាំងអស់គ្នាខាងនេះគឺបាទគឺយកពាក្យថា add in បាទបន្ទាប់ពី add in ហើយអ្នកទាំងអស់គ្នាចុះមកក្រោមនេះបាទឃើញទេនេះ Excel add-ins បាទបន្ទាប់ពីចូលកន្លែងហ្នឹងអ្នកទាំងអស់ចុចលើពាក្យថា go បន្ទាប់ពីចុចពាក្យថា go ហើយបាទដោយសារនេះគឺខ្ញុំដាក់ចូលហើយគឺវាចេញអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺចុចលើពាក្យថា browse បាទអញ្ចឹងអ្នកទាំងអស់គ្នារើសកន្លែងដែលអ្នកទាំងអស់គ្នាបាន save ហ្នឹងបាទនេះគឺកន្លែងនេះឯងចុចខ្ញុំដាក់ម្ដងទៀតចុះឲ្យអ្នកទាំងអស់គ្នាបានឃើញបាទនេះគឺវានឹងឲ្យយើង replace ឬមួយក៏អត់អូខេអញ្ចឹងខ្ញុំក៏ replace ទៅអូខេអត់អីទេបាទបន្ទាប់ពីចុចកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវប្រកាសថាគឺវាបាន click បាទឃើញទេបាទបន្ទាប់ពីចុច click កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចុចលើពាក្យថា OK បាទបន្ទាប់ពីចុច OK ហើយអ្វីដែលអ្នកត្រូវធ្វើបន្តទៀតគឺ save នៅកម្មវិធី Excel ហ្នឹងទៅជា macro អូខេដោយចុចលើពាក្យថា file ចុចលើពាក្យថា save បាទតមកជ្រើសរើស folder កន្លែងនេះអ្នកទាំងអស់គ្នាត្រូវ save បាទអញ្ចឹងខ្ញុំជ្រើសរើស folder ហ្នឹងតមកខ្ញុំនឹងដាក់ឈ្មោះអូខេដាក់ number 2 word macro បាទអញ្ចឹងហើយនេះកន្លែងនេះគឺជាកន្លែងសំខាន់គឺ save as type អញ្ចឹងអ្នកនរគ្នាចុចកន្លែងហ្នឹងមកជ្រើសរើសយកនៅពាក្យថា Excel macro enable workbook បាទ Excel macro enable workbook បាទបន្ទាប់ពី save ជាប្រភេទហ្នឹងហើយអ្នកនរគ្នាចុចលើពាក្យថា save បាទឥឡូវបន្ទាប់ពីចុចលើពាក្យថា save ហើយគឺអ្វីដែលយើងត្រូវអនុវត្តបានមកដល់ហើយអូខេឥឡូវនៅកន្លែងលេខនេះគឺអ្នកនរគ្នាវាយលេខមកអូខេខ្ញុំសូមដាក់ថា86អញ្ចឹងកន្លែងអក្សរខ្មែរអញ្ចឹងអ្នកនរគ្នាចុចស្មើតមកអ្នកនរគ្នាវាយមក number បាទនេះ number in Khmer Unicode បាទតមកជ្រើសរើសកន្លែងហ្នឹងអ្នកនរគ្នាចុច tab មួយមកបាទគឺវានឹងចេញដល់ហ្នឹងបន្ទាប់មកអ្នកនរគ្នាត្រូវជ្រើសរើស cell មួយណា cell លេខមួយណាដែលឲ្យវាអានជាអក្សរខ្មែរអញ្ចឹងខ្ញុំជ្រើសរើស cell កន្លែងនេះឯងបាទអញ្ចឹងអ្នកនរគ្នាចុចបិទវងចងមកវិញចុច enter មួយបាទគឺវានឹងចេញ86អូខេឃើញទេចេញអក្សរខ្មែរមួយហើយអញ្ចឹងអក្សរអង់គ្លេសធ្វើយ៉ាងម៉េចគឺដូចគ្នាគឺជ្រើសរើសយកនៅនិយាយមក number in English បាទនេះកន្លែងនេះអញ្ចឹងចុច tab មួយមកតមករើស cell មួយណាដែលអ្នកទាំងអស់គ្នាឲ្យវាអានជាលេខអូខេបាទតមកបិទរង្វង់ចបិទរង្វង់ចហើយអ្នកទាំងអស់គ្នាចុច enter គឺនឹងចេញហើយ86បាទឃើញទេបាទបន្ទាប់ពីចេញអញ្ចឹងអូខេយើងសាកល្បងខ្ទង់រាយមួយទៀត26អូខេគឺចេញហើយ26 26អូខេឥឡូវយើងចូលដល់ខ្ទង់100ម្ដង237 237បាទចេញទេអូខេ905 905អូខេឥឡូវយើងចូលខ្ទង់ពាន់ម្ដងអូខេគឺ6510 6810អូខេឥឡូវយើងចូលខ្ទង់ម៉ឺនម្ដង5អូខេ78203 78203អូខេឥឡូវយើងចូលខ្ទង់សែនម្ដង46បាទនេះគឺចេញហើយ563,900
563,759 ok chẳng hạn là những chỗ nó có tung liên mà đó đặt một thêm thì nó buồn liền mà bay liền bạn cứ bay liền 563,259 bạn cứ nhé chẳng hạn 3,563,759 bạn cứ chẳng hạn ok chẳng vấn đề đó thìអាចធ្វើកន្លែងហ្នឹងបានយើងចូលដល់ជំហានបន្តទៀតគឺដោយដាក់ជាលេខគឺដោយបន្ថែមទៅជាដុល្លារឬក៏រៀលអូខេអញ្ចឹងអ្នកទាំងអស់គ្នាធ្វើអញ្ចឹងដដែលអូខេខ្ញុំសូមកាត់ថា 9,500 អញ្ចឹងកន្លែងនេះជាខ្មែរអូខេយើងវាយដូចគ្នា number in Unicode បាទបន្ទាប់មកអ្នកទាំងអស់គ្នាជ្រើសរើសកន្លែងនេះអូខេ enter មួយសិនអូខេអង់គ្លេស English មកចុចកន្លែងនេះបាទអញ្ចឹងគឺវាចេញអត់ទាន់ចេញជាលុយដុល្លារឬចេញជាលុយរៀលទេតែឥឡូវអ្វីដែលអ្នកត្រូវធ្វើដើម្បីឲ្យคล้ายទៅជាដុល្លារឬក៏រៀលទីនេះគឺអូខេគឺនៅកន្លែងនេះឯងរូបមន្តនេះ formula បាទគឺចុចទៅ cell ហ្នឹងចុចលើកន្លែងនេះតមកចុច comma មួយបើកមុខកញ្ចក់មួយតមកអ្នកនរគ្នាសរសេរដុល្លារអូខេព្រោះវាជាអក្សរខ្មែរអញ្ចឹងខ្ញុំចង់ឲ្យវាជាដុល្លារអូខេដូរមកដុល្លារបាទបន្ទាប់មកបិទសញ្ញាស្វែងកណ្ដោវិញអូខេចុច enter បាទនេះគឺចេញហើយ 9,500 ដុល្លារឃើញទេបាទឃើញទេបាទ 9,500 ដុល្លារហើយបើអ្នកនរគ្នាឲ្យចេញជារៀលគឺដូចគ្នាគឺដូរកន្លែងហ្នឹងទៅជារៀលមកបាទអញ្ចឹងរៀលអូខេគឺវាចេញហើយ 9,500 រៀលអូខេអញ្ចឹងជាភាសាអង់គ្លេសអូខេគឺដូចគ្នាដាក់កន្លែងរូបមន្តហ្នឹងមកcomma មួយបើកមុខកញ្ចក់អូខេដុល្លារបិទមុខកញ្ចក់វិញអូខេ enter បាទនេះគឺចេញហើយអូអត់ទាន់ដកឃ្លាមួយអូខេយើងដកឃ្លាមួយសិនបាទនេះគឺចេញហើយ 9,500 ដុល្លារអូខេអញ្ចឹងយើងឲ្យចង់ចេញជារៀលគឺដូរកន្លែងនេះដាក់ជារៀលទៅរៀលបាទនេះគឺចេញហើយ 9,500 រៀលបាទឃើញទេអូខេអញ្ចឹងយើងដាក់បាទគឺចេញហើយរៀលអូខេឃើញទេរៀលដូរពីកន្លែងរៀលដាក់ដុល្លារទៅគឺវាចេញដុល្លារវិញហើយអូខេឥឡូវយើងចូលដល់មួយជំហានទៀតគឺទៅកាន់លេខដែលមានក្បៀសបាទនេះគឺបដូរពីលេខទៅជាអក្សរគឺលេខនោះគឺជាលេខក្បៀសអូខេតើធ្វើយ៉ាងម៉េចឧទាហរណ៍លេខនេះ 45.60.83 អូខេអញ្ចឹងអ្វីដែលអ្នកត្រូវធ្វើជាដំបូងអ្នកនរគ្នាត្រូវដឹងអំពីលេខដែលមានហ្នឹងគឺយើងត្រូវធ្វើតាមរូបមន្តផ្សេងមួយទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើដូចលោកមុនគឺវាអត់ចេញទេគឺវាចេញបានតែលេខគត់ធម្មតាទេបាទឃើញទេរូបមន្តអញ្ចឹងអ្វីដែលអ្នកត្រូវធ្វើបន្តទៀតគឺទី1គ្នាទៅចូលមកកាន់កន្លែងនេះសិនបាទហើយចុចទៅពាក្យថា in ដើម្បីស្វែងរកនៅពាក្យនៅលេខមុនលេខក្បៀសនឹងឯងបាទគឺលេខគត់មិនមែនឯនេះហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាចុចលើ int បន្ទាប់មកចុចលើលេខដែលមានក្បៀសហ្នឹងចុចមកបាទនេះគឺវាលេខដែលឯនេះមុនក្បៀសនឹងឯងបាទគឺលេខ45ឃើញទេបាទអញ្ចឹងបើអ្នកទាំងអស់គ្នាដាក់លេខផ្សេងគឺក៏វាចេញអញ្ចឹងដែរបាទនេះគឺ67គឺលេខនោះឥឡូវយើងចូលមកដល់ដើម្បីស្វែងរកលេខក្រោយក្បៀសលេខក្បៀសនិងលេខក្រោយក្បៀសបាទនេះគឺលេខក្រោយក្បៀសអញ្ចឹងសិនបើអ្នកស្គាល់អញ្ចឹងហើយគឺយើងនឹងស្វែងរកនៅលេខក្រោយក្បៀសលេខក្រោយក្បៀសទៅធ្វើយ៉ាងម៉េចបាទខ្ញុំសូមដាក់រូបមន្តនេះមួយសិនអូខេដើម្បីទុកជាការចំណាំអូ
ខេបាទនេះគឺលេខនេះឯងបាទគឺរូបមន្តកន្លែងនេះឥឡូវស្វែងរកលេខក្រោយស្បៀសដោយប្រើរូបមន្តគឺដាក់សញ្ញាស្មើបន្ទាប់មកយក cell ដែលមានលេខមានស្បៀសហ្នឹងដកនឹងខាងលើនេះឯងបាទគឺដកនឹងលេខហ្នឹងគឺ int បាទវងកញ្ចក់គឺលេខនេះឯងបន្ទាប់មកបិទវងកញ្ចក់វិញអូខេឥឡូវលេងចុចដាក់ចុច enter បន្ទាប់ចុច enter គឺឃើញហើយនេះបាទគឺលេខ 0.82 បាទឃើញទេបាទបន្ទាប់ពីឃើញ 0.82 នឹងហើយយើងត្រូវដាក់រូបមន្តមួយទៀតបាទអញ្ចឹងគឺយករូបមន្តហ្នឹងបាទគុណនឹង100ដើម្បីឲ្យឃើញលេខគត់អូខេខ្ញុំសូមបិទវងកញ្ចក់មួយសិនបើកវងកញ្ចក់បិទវងកញ្ចក់គឺវាចប់ហើយយើងគុណនឹង100ដើម្បីឲ្យឃើញលេខកន្ទុយខាងក្រោយបាទគឺឃើញលេខ82ឃើញទេបាទឥឡូវខ្ញុំសូមរូបមន្តមួយសិនអូខេអញ្ចឹងដាក់នេះមួយបាទនេះគឺជារូបមន្តគុណនឹង100អំបែមិញបាទបន្ទាប់ពីមានរូបមន្តគុណនឹង100រួចហើយយើងត្រូវដាក់លេខមួយទៀតដើម្បីឲ្យវាជាលេខគុតវាមិនអាចលេខតម្លើងឬក៏បង្គុតខាងក្រោយមួយទៀតទេឧទាហរណ៍ដូចជា 82.10 អីចឹងទៅគឺវាចេញ82ហើយបើ82 827នោះវាអាចឡើង83អញ្ចឹងយើងដាក់តម្លេខគុតតាំងពីខ្ទង់ហ្នឹងទេអូខេអញ្ចឹងយើងត្រូវប្រើរូបមន្តមួយទៀតអូខេដល់យករូបមន្តដើមនេះបាទនេះឃើញទេអញ្ចឹងដោយដាក់ពាក្យថា round មួយទៀតយ៉ាសំទោស round ពីមុខរូបមន្តហ្នឹងមក round តមកបើកមុខកញ្ចក់មួយបាទពី round ដាក់មុខកញ្ចក់មួយហើយនៅខាងក្រោយហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវក្បៀសមួយវាហើយដាក់លេខ0មួយទៀតលេខ0ហើយអ្នកទាំងអស់គ្នាបិទមុខកញ្ចក់វិញបាទអូខេបាទដល់ពីបិទកន្លែងហ្នឹងហើយគឺអ្នកទាំងអស់គ្នាចុចលើពាក្យថា enter បាទអញ្ចឹងដូច្នេះលេខហ្នឹងគឺប្រកាសណាស់ត្រឹមតែលេខ82ហ្នឹងទេគឺមិនអាចលើសហ្នឹងទេបន្ទាប់ពីចេញមកដល់កន្លែងហ្នឹងហើយគឺដល់ពេលយើង copy រូបមន្តមួយទុកហើយអូខេខ្ញុំសូម copy រូបមន្តនេះសិនអូខេបន្ទាប់មកខ្ញុំដាក់កន្លែងនេះបាទនេះរូបមន្តវាគឺចេញមកអញ្ចឹងបាទបន្ទាប់ពីចេញកន្លែងហ្នឹងហើយគឺចូលដល់ពេលដែលត្រូវវាចេញជាអក្សរខ្មែរនិងអក្សរអង់គ្លេសហើយអូខេយើងធ្វើដូចគ្នាគឺអ្វីដែលយើងត្រូវយកបាទគឺលេខកន្លែងនេះបាទនេះអូខេខ្ញុំសូម highlight មួយចុះពណ៌ក្រហមអូខេនេះគឺជាលេខអ្វីដែលយើងត្រូវប្រើកន្លែងនេះគឺអត់ទេបាទអញ្ចឹងខ្ញុំសូម hide វាមួយបាទអញ្ចឹងអ្វីដែលយើងត្រូវប្រើគឺពីលេខនេះឧទាហរណ៍បាទនេះគឺចេញហើយឃើញទេគឺអ្វីដែលយើងត្រូវប្រើគឺតែពីលេខហ្នឹងទេអូខេឥឡូវយើងដល់ពេលដែលយើងត្រូវដាក់រូបមន្តស្មើបាទដោយកន្លែងហ្នឹងវាជាអក្សរខ្មែរអញ្ចឹងយើងប្រើ number in Unicode បាទបន្ទាប់មកអ្នកនរគ្នាត្រូវវាយរូបមន្តនឹងចូលបាទនេះគឺរូបមន្តនេះហើយ cell នេះគឺ cell ស្អែកនេះឯងអញ្ចឹងយើងអត់ upload ទេ B14 បាទបិទមុខកញ្ចក់មួយបន្ទាប់មកជាអក្សរខ្មែរអញ្ចឹងភាសាខ្មែរគឺគេប្រើក្បៀសត្រូវទេអញ្ចឹងអ្នកនរគ្នាខំមកមួយដាក់ធ្មេញកដោអ្នកនរគ្នាវាយពាក្យក្បៀសនឹងមកក្បៀសភាសាអានគឺគេអានថាក្បៀសអញ្ចឹងឯងក្បៀសបាទបន្ទាប់មកបិទវងកញ្ចក់មួយវិញដើម្បីបញ្ចប់ទៅ clear ហ្នឹងបន្ទាប់មកយើងវាយរូបមន្តបញ្ចូលលេខក្រោយក្បៀសអញ្ចឹងយើងប្រើនេះមួយបាទគឺយើងប្រើ n មួយបន្ទាប់មកយើងវាយនៅរូបមន្តដដែលគឺ number in Unicode បាទបន្ទាប់មកបើកមុខកញ្ចក់គឺយើងវាយនៅរូបមន្តនឹងឯងគឺ round បើកមុខកញ្ចក់2ដង B14 ដក int B14 បិទ2ដងគុណនឹង
100 comma លេខ0ក៏មកយើងបិទមួយបាទក៏មកយើងបិទមួយទៀតដើម្បីជាការបញ្ចប់បាទអញ្ចឹងតមកយើងចុច enter បាទឃើញទេគឺ456.69បាទឃើញទេ456.69ភាសាខ្មែរគឺប្រើក្បៀសអូខេឥឡូវភាសាអង់គ្លេសគឺយើងប្រើនឹងគឺគេប្រើពាក្យថា and អូខេអញ្ចឹងយើងវាយជាភាសាអង់គ្លេសម្ដងអូខេគឺស្មើអូខេ number in English តមក int កញ្ចក់ b 14បិទបន្ទាប់ពីបិទកន្លែងហ្នឹងហើយអ្នកនរគ្នាត្រូវដាក់ comma មួយតមកបើកមានកណ្ដោ and សំទោស and ដល់ឃើញមួយទៀតបាទនេះតមកបិទវងកញ្ចក់វិញដើម្បីបញ្ចប់រូបមន្តហ្នឹងតមកយើងប្រើ and មួយទៀតតមកយើងប្រើរូបមន្តហ្នឹងមួយទៀតបាទគឺ number in English មួយទៀតបាទតមកយើងវាយរូបមន្តកន្លែងនេះបញ្ចូលគឺ round b14 ដល់ int ដាក់កញ្ចក់ b14 ចប់2ដងតមកគុណនឹង100 comma លេខ0តោះពីកន្លែងហ្នឹងហើយគឺយើងបិទកញ្ចក់មួយបាទបន្តមកបិទមួយទៀតដើម្បីបញ្ចប់នៅរូបមន្តហ្នឹងបាទបន្តមកយើងចុច enter បាទនេះឃើញទេបាទគឺ456 and 69អូខេឥឡូវយើងដូរពាក្យយើងដូរ1000ម្ដងអូខេចុច13គឺ2573.13 2673 and 13អូខេឃើញទេគឺលេខគឺវាដូរទៅតាមអ្វីដែលយើងដាក់គឺយើងប្រើ n នឹងឯងបាទភាសាអង់គ្លេសអូខេយើងដូរមួយទៀតដល់ខ្ទង់10000ម្ដងបាទ10000ក្បៀស49បាទឃើញទេ96245.49 96,245 and 49បាទឃើញទេបាទអូខេឥឡូវបន្ទាប់ពីធ្វើពីលេខទៅជាអក្សរដែលមានលេខក្បៀសនឹងរួចហើយយើងចូលដល់លេខក្បៀសដែលមានជាដុល្លារនិងរៀលបាទគឺមិនខុសពីមុនទេគឺយើងធ្វើអញ្ចឹងដូចគ្នាបាទនេះគឺរូបមន្តនេះឯងគឺយើងប្រើរូបមន្តអញ្ចឹងដូចគ្នាគ្រាន់តែដូរនៅកន្លែងនេះទេបាទអូខេអញ្ចឹងយើងដាក់កន្លែងហ្នឹងមកដូចគ្នាអញ្ចឹងអូខេឧទាហរណ៍ខ្ញុំដាក់កន្លែងនេះគឺជាដុល្លារអូខេដុល្លារ67.79 ដុល្លារអូខេចាំដាក់គ្រាន់តែដាក់ជាដុល្លារចេះទេបាទបន្តមកកន្លែងនេះគឺយើងប្រើស្មើ int បងកញ្ចក់កន្លែងនេះមិនបងកញ្ចក់វិញបាទនេះគឺ67នេះ0អូខេខ្ញុំហើយនេះគឺខ្ញុំអត់យកក្បៀសទេអូខេគត់នៅកន្លែងនេះគឺយើងប្រើរូបមន្តដូចខាងលើគឺ round អូខេគឺស្មើ round បាក់ចប់2ដាក់14ដង int ចកកន្លែងនេះគុណ100វា0បាទនេះគឺចេញហើយ79វានឹងឯងបាទនេះគឺដូចគ្នាវាយើងប្រើតែលេខ2យ៉ាងទេបាទ67/79អូខេឃើញទេអញ្ចឹងអ្វីដែលកន្លែងនេះយើងដាក់ឲ្យវាចេញជារៀលចេញជាដុល្លារអូខេ
bây giờប្រើរូបមន្តដូចគ្នាអូខេគឺយើងប្រើរូបមន្តដូចគ្នាគឺយើងប្រើដោយវាជាអក្សរខ្មែរអញ្ចឹងយើងប្រើអក្សរខ្មែរស្មើ number in Unicode បន្ទាប់មកហ្នឹងដាក់ int បាទគឺកន្លែងនេះអ្វីដែលយើងត្រូវប្រើបាទឃើញទេគឺមួយកន្លែងនេះអូខេបិទមួយចោលតមកក្បៀសមួយដោយវាជាដុល្លារអញ្ចឹងអ្នកនរគ្នាត្រូវវាយអក្សរខ្មែរវាខ្មែរអូខេសំទោសខ្មែរមួយដុល្លារតមកត្រូវដាក់នឹងភាសាខ្មែរកន្លែងប្រើជាកន្លែងរៀលអីហ្នឹងគឺដុល្លារអូខេយើងបិទមុខចោលតោះយើងបិទមុខគ្នាពីរតមកយើងបិទមុខចោលយើងប្រើឈ្នាប់មួយដើម្បីភ្ជាប់វាគឺនឹងបាទតមកគឺ number in Unicode ដូចគ្នាតមកអ្នកទាំងអស់គ្នាប្រើរូបមន្ត round បើពីរដងកន្លែងនេះដកនឹង int បើវងចប់មាន14នឹងដដែលបាទតមកបើវងចប់វិញតមកគុណនឹង100គុណនឹង100ខម៉ាចេញលេខ0បាទតបពីឲ្យចេញលេខ0ហើយនេះគឺភ្ជាប់កន្លែងនេះមួយចប់កន្លែង round ហ្នឹងបាទតបមកអ្នកនរគ្នាត្រូវខម៉ាមួយទៀតឲ្យចេញសេនចឹងសេនអូខេបិទមុខចប់បាទអូខេបន្ទាប់ពីកន្លែងហ្នឹងហើយ enter បាទនេះគឺ$67.79 និង79សេនអូខេឥឡូវយើងចូលជាភាសាអង់គ្លេសវិញគឺធ្វើអញ្ចឹងដូចគ្នារូបមន្តអញ្ចឹងដូចគ្នាគ្រាន់តែបដូរពី number in ខ្មែរ Unicode ទៅជា number in English អូខេអញ្ចឹងយើងស្មើ number in English តមកបើកវងចប់ int សំទោស int បើកវងចប់ជួរនេះខម៉ាហើយក្បៀសចំនួនដាក់នេះសំទោសយើងកែកន្លែងនេះបាទគឺដាក់ថ្មិញកដោបតមកនេះពាក្យថាឃ្លាតិចមកដុល្លារបកឃ្លាមួយ n គឺយើងប្រើ n បកឃ្លាមួយទៀតចឹងតមកយើងបិទបន្ទាប់ពីយើងបិទហើយយើងប្រើឈ្នាប់មួយដើម្បីភ្ជាប់វាមួយទៀតគឺឈ្នាប់ n តមកយើងវាយនៅរូបមន្តថ្មីអូខេខ្ញុំវាយអក្សរធំ number in English តមកយើងបើកមុខកញ្ចក់បាទបើកហើយគឺយើងប្រើ round តមកយើងបើកពីរដងបាទកន្លែងនេះដក int បើកកញ្ចក់កន្លែងនឹងមួយទៀតបិទមុខកញ្ចក់2គុណនឹង100តមកបៀ0បិទមុខកញ្ចក់1តមកយើងប្រើក្បៀសមួយទៀតឲ្យចេញសេនអញ្ចឹងដាក់ថ្មីកដោសេនបាទតមកបិទមុខកញ្ចក់វិញបាទគឺដើម្បីបញ្ចប់នៅរូបមន្តហ្នឹងអូខ
ខេបន្ទាប់ពីកន្លែងហ្នឹងហើយយើងចុច enter បាទនេះឃើញទេឥឡូវយើងបានហើយនេះ$67.79 សេន$67.79 អូខេប្រើខ្ទង់100អូខេ$149.53 សេន$149.53 សេនបាទឃើញទេគឺដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាចង់ដូរទៅជារៀលគឺអ្នកទាំងអស់គ្នាដូរកន្លែងនេះជារៀលមករៀលបាទកន្លែងនេះមិនបាច់សេនទេគឺរៀលហើយនឹង58ចឹងទៅបាទអូខេយើងដូរខ្ទង់ពាន់ម្ដង89.24.06 បាទ6 សេន and 6 សេនឃើញទេបាទឃើញទេបាទយើងចូលថែមមួយទៀតខ្ទង់10000ម្ដងគឺ$56,472 and 19 សេន$56,472 and 19 សេនបាទអញ្ចឹងវិធីបដូរពីលេខទៅជាអក្សរតែតាំងពីលេខគត់ជាដុល្លារលេខក្បៀសហើយនឹងលេខក្បៀសដែលមានដុល្លារឬក៏រៀលក៏បានបញ្ចប់ទៅហើយដែរសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការតាមដានបាទសូមអរគុណសូមជម្រាបលា